បងគុណភាពដំឡូងរបស់ខ្ញុំយ៉ាងម៉េចដែរបងអូល្អតើបងអាចដំឡូងបងមានកម្រិតជាម្សៅខ្ពស់អញ្ចឹងហើយបានជាបងឲ្យតម្លៃថ្លៃជាងដំឡូងទីផ្សារអញ្ចឹងអរគុណហើយបងរក្សាមើលឆ្នាំនេះបងអាចដាំដំឡូងមីបានផលច្រើនណាជម្រាបសួរបងអាចកំពុងធ្វើអីហ្នឹងដូចជាវក់វីសម្បើម្លេះសុខសប្បាយជាទេបងបាទបងសុខសប្បាយជាទេចូលបងវិញពួកខ្ញុំសុខសប្បាយទេបងអាចឥឡូវដូចជាធូរធារជាងមុនឆ្ងាយណាស់ឲ្យពួកខ្ញុំសុំប័ណ្ណពិសោធន៍ល្អពីបងខ្លះមកបងមានណាបងដាំដុះដំណាំតិចតួចហ្នឹងណាបងដាំដំឡូងមី4-10ហិកតានៅក្បែរផ្ទះដោយបងឃើញស្រាប់អញ្ចឹងបងប៉ាកែដាក់ខ្លួនណាដាំយ៉ាងម៉េចបានចំណេញបងពួកខ្ញុំចង់ដឹងខ្លាំងណាស់នេះមិនអីទេបងបើអញ្ចឹងតាមបងមកទៅចំការទាំងអស់គ្នាមិញហ្នឹងតើបងបានឃើញអ្វីខ្លះពិតជាអស្ចារ្យមែនបងមានគ្រប់យ៉ាងតែម្ដងហើយបងមានរឿងសម្ងាត់ពិសេសមួយទៀតសម្រាប់បងទាំងអស់គ្នាបច្ចេកទេសដាំដំឡូងមីដំណាក់កាលទី1ការរៀបចំដី1ភ្ជួរដីឲ្យបានយ៉ាងតិច2ទៅ3ដងនិងហាលដីទុករយៈពេល1សប្តាហ៍ទៅ2សប្តាហ៍ដំណាក់កាលទី2ការដាក់ជីទ្រាប់បាតពេលភ្ជួរដីរួចរាល់បាចជីធម្មជាតិ4ទៅ6ការុងសម្រាប់ផ្ទៃដី1ហិកតាលាយជាមួយអង្ករ Nature 1គីឡូក្រាមជាមួយ Perfect 1គីឡូក្រាមក្នុង1ហិកតារួចត្រូវភ្ជួរគុំជារងកម្ពស់30ទៅ40សង់ទីម៉ែត្រគម្លាតជួរ1ម៉ែត្រ2និងចន្លោះពីគុំ1ទៅគុំ1ចម្ងាយ 0.8 ម៉ែត្រដំណាក់កាលទី3ការរៀបចំពូជ1ត្រូវជ្រើសរើសដើមដំឡូងដែលមានអាយុពេញលេញចន្លោះអាយុពី8ដល់18ខែ2ត្រូវកាត់ដើមពូជហើយរក្សាទុកដោយបញ្ឈរដើមមិនឲ្យលើសពី1ខែមុននឹងយកទៅដាំ3ការកាត់ដើមពូជត្រូវកាត់ដោយរណាឬម៉ាស៊ីនកាត់ធ្វើយ៉ាងណាឲ្យមុខកាត់ស្មើគ្នាល្អ4កាត់ដើមដាំត្រូវកាត់ដើមសម្រាប់ដាំផ្នែកគល់ចាស់និងចុងដែលមានពណ៌ខៀវចេញដោយកាត់ប្រវែងចន្លោះពីតឹកកន្លះ5ការសម្អាតដើមពូជមុនយកទៅដាំត្រាំឬជ្រលក់ពូជដែលកាត់រួចជាមួយកូននាគ3និង Master Root ឬប្រើបរិមាណថ្នាំនិងទឹកដូចគ្នាបាញ់លើដើមពូជរួចកាត់យកទៅដាំក៏បានដំណាក់កាលទី4ការថែទាំក្រោយពេលដាំ1ដំឡូងអាយុបាន15ទៅ25ថ្ងៃត្រូវបាញ់បំពន់និងការពារជំងឺប្រើអង្គរ Green 15 EC 50ទៅ75មីលីលីត្រលាយជាមួយស្លឹកមាស1 50ក្រាមក្នុងទឹក25លីត្រ2ដំឡូងអាយុបាន25ទៅ30ថ្ងៃត្រូវបាញ់ថ្នាំកម្ចាត់ស្មៅ Super កម្ចាត់70ទៅ100មីលីលីត្រក្នុងទឹក25លីត្រ3ដំឡូងអាយុបាន40ទៅ60ថ្ងៃដាក់ជីសរីរាង្គឬជីគីមី15 នៅគល់ដំណាំដោយប្រើឧបករណ៍ដាក់ជីនិងត្រូវបាញ់អង្គរ Green 15 SC 50ទៅ75មីលីលីត្រលាយជាមួយស្លឹកមាស1 50ក្រាមក្នុងទឹក25លីត្រ4ដំឡូងអាយុបាន75ទៅ90ថ្ងៃត្រូវបាញ់អង្គរ Green 16 SC 50ទៅ75មីលីលីត្រលាយជាមួយស្លឹកមាស1 50ក្រាមក្នុងទឹក25លីត្របញ្ហាប្រឈមលើដំណាំដំឡូងមីកការគ្រប់គ្រងសត្វល្អិតចៃសរុំត្រួយដំឡូងប្រើស្ដេចនាគ5 50មីលីលីត្រក្នុងទឹក25លីត្ររុយសពីងពាងក្រហមត្រូវប្រើកូននាគ6 10ក្រាមក្នុងទឹក25លីត្រដង្កូវបំផ្លាញស្លឹកនិងត្រួយប្រើកូននាគ10មីលីលីត្រក្នុងទឹក25លីត្រខការគ្រប់គ្រងភ្នាក់ងារបង្កជំងឺផ្សេងជំងឺផ្សិតជំងឺអុចលឿងស្លឹកនិងរលួយគល់
ប្រើ Perfect 30 ទៅ 50 ក្រាមក្នុងទឹក25លីត្រជំងឺឆេះខ្មៅលើស្លឹកនិងត្រួយប្រើអង្គរអេសាន25ទៅ30មីលីលីត្រក្នុងទឹក25លីត្របងប្អូនចំណុចសំខាន់ចុងក្រោយចំការដំឡូងចាំបាច់ឧស្សាហ៍កម្ចាត់ស្មៅឲ្យបានញឹកញាប់ដើម្បីកាត់បន្ថយសត្វល្អិតនិងជំងឺផ្សេងៗអូអញ្ចឹងតើបានជាបងបានផលល្អនិងចំណេញច្រើនពួកខ្ញុំនឹងខិតខំអនុវត្តតាមបងដែរហើយអរគុណហើយបងរួមគ្នាអភិវឌ្ឍកសិកម្មកម្ពុជា